ខត់ខ្លួនបរិសុទ្ធចិត្តអប្រិយម្នាក់ពាក់ព័ន្ធករណីសម្លាប់ក្មួយប្រុសអាយុ5ឆ្នាំដោយសារគំនុំគ្រួសារនៅខេត្តសៀមរាបខេត្តសៀមរាបកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបង្ក្រាបនិងខកខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលបួងកុមារម្នាក់យកទៅសម្លាប់យ៉ាងព្រៃផ្សៃនៅកណ្ដាលវាលស្រែកាលពីអំឡុងពេលបុណ្យចូលឆ្នាំថ្មីនៅស្រុកប្រាសាទបាគងកុមាររងគ្រោះឈ្មោះដួងពេជ្រាអាយុ5ឆ្នាំបានបាត់ខ្លួនកាលពីរសៀលថ្ងៃទី14ខែមេសាឆ្នាំ2026ក្រោយទទួលបណ្ដឹងពីក្រុមគ្រួសារនិងទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាន់ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍សថេនអគ្គស្នងការនគរបាលជាតិនិងការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍តូហ៊ុតសុធីស្នងការខេត្តសៀមរាបសមត្ថកិច្ចបានបើកការស្រាវជ្រាវជាបន្ទាន់រហូតកំណត់អត្តសញ្ញាណនិងខកខ្លួនជនសង្ស័យឈ្មោះឆេនសុងអាយុ28ឆ្នាំជាអតីតបងថ្លៃរបស់គ្រួសារសំតាមចម្លើយសារភាពជនសង្ស័យបានបញ្ជាក់ថាខ្លួនពិតជាបានបោកបញ្ឆោតក្មេងរងគ្រោះយកទៅតំបន់ដាច់ស្រយាលរួចប្រើកាំបិតចាក់នឹងអាកោសម្លាប់យ៉ាងឃោរឃៅមូលហេតុគឺដោយសារគំនុំបុគ្គលដែលជនសង្ស័យខឹងម្ដាយសំបោកអាក្រានរឿងសម្ងាត់ប្រាប់ទៅប្រពន្ធខ្លួនរហូតធ្វើឲ្យគ្រួសារបែកបាក់ចំណាត់ការបន្តលទ្ធផលតេស្តគ្រឿងញៀនអវិជ្ជមានវត្ថុតាំងដែលសមត្ថកិច្ចដកហូតបានរួមមានម៉ូតូនិងទូរស័ព្ទដៃបច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងខេត្តសៀមរាបដើម្បីចាត់ការតាមច្បាប់យ៉ាងតឹងរ៉ឹងបំផុតករណីដ៏រន្ធត់នេះបានក្លាយទៅជាការដាស់តឿនដល់សង្គមជាតិទាំងមូលអំពីផលវិបាកនៃការប្រើប្រាស់ហិង្សាដើម្បីដោះស្រាយគំនុំដែលឈានទៅដល់ការបាត់បង់ជីវិតកុមារស្លូតត្រង់យ៉ាងអយុត្តិធម៌បំផុតរាយការណ៍ដោយលោកពិនថនអង្គភាពប្រមាញ់ជ័យដែន